ជននិងបេសកកម្មដើម្បីមាតុភូមិតើអ្នកត្រៀមខ្លួនហើយឬនៅក្នុងប្រវត្តិសាស្ត្រនៃជាតិសាសន៍នីមួយៗយុវជនគឺជាសសរទ្រូងដ៏រឹងមាំបំផុតដែលកំណត់នូវជោគវាសនានិងសន្តិសុខនៃមាតុភូមិហើយនៅព្រះរាជាណាចក្រកម្ពុជាការធ្វើវិសោធនកម្មច្បាប់ស្តីពីកាតព្វកិច្ចយោធាដែលទើបតែត្រូវបានពិភាក្សានិងអនុម័តកាលពីថ្មីៗនេះមិនមែនគ្រាន់តែជាការផ្លាស់ប្ដូរខ្លឹមសារច្បាប់ប៉ុណ្ណោះទេប៉ុន្តែវាគឺជាការបោះជំហានថ្មីមួយក្នុងការពង្រឹងខឿនការពារជាតិឲ្យកាន់តែរឹងមាំក្នុងយុគសម័យទំនើបនេះសម្រាប់យុវជនយុវតីកម្ពុជាគ្រប់រូបការបំពេញកាតព្វកិច្ចយោធាគឺជាមហាវិទ្យាល័យនៃជីវិតដែលត្រូវតែសិក្សានិងឆ្លងកាត់ហើយនេះគឺជាទីកន្លែងដែលអ្នកនឹងត្រូវបានហ្វឹកហ្វឺនឲ្យមានវិន័យដ៏រឹងមាំកាយសម្បទាមាំមួននិងស្មារតីទទួលខុសត្រូវខ្ពស់បំផុតចាប់ពីចំណេះដឹងយុទ្ធសាស្ត្រការពារទឹកដីរហូតដល់ការប្រើប្រាស់បច្ចេកវិទ្យាយោធាទំនើបយុវជននឹងក្លាយជាធនធានដ៏មានតម្លៃមិនត្រឹមតែក្នុងសមរភូមិការពារជាតិប៉ុណ្ណោះទេប៉ុន្តែគឺសម្រាប់កិច្ចការអភិវឌ្ឍសង្គមជាតិទាំងមូលយើងយល់ច្បាស់ថាយុវជនសម័យថ្មីមានក្តីស្រមៃខ្ពស់និងមហិច្ឆតាវែងឆ្ងាយប៉ុន្តែសូមកុំភ្លេចថារាល់ក្តីស្រមៃទាំងនោះអាចរីកដុះដាលទៅបានគឺអាស្រ័យលើសន្តិភាពនិងឯករាជ្យភាពនៃប្រទេសជាតិការចូលរួមបំពេញកាតព្វកិច្ចយោធាគឺជាការតបស្នងសងគុណដល់មាតុភូមិនិងជាការបន្តវេនពីវីរៈបុរសវីរៈកងទ័ពជំនាន់មុនដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីដោះដូរយកនូវសេចក្តីសុខជូនប្រជាជនហើយលក្ខខណ្ឌសំខាន់ៗនៃកាតព្វកិច្ចយោធានោះសម្ដៅដល់ពលរដ្ឋខ្មែរភេទប្រុសអាយុចាប់ពី18ឆ្នាំរហូតដល់25ឆ្នាំហើយយុវតីផ្អែកលើគោលការណ៍ស្ម័គ្រចិត្តរយៈពេលបម្រើការត្រូវបំពេញកាតព្វកិច្ចរយៈពេល18ខែដោយទទួលបានការហ្វឹកហ្វឺនវិន័យនិងរបបឧបត្ថម្ភផ្សេងៗការលើកលែងនិងបញ្ជាពេលវិញគឺចំពោះសិស្សនិស្សិតដែលកំពុងសិក្សាឬបុគ្គលដែលមានបញ្ហាសុខភាពនិងបន្ទុកគ្រួសារទីទាល់ក្របំផុតយុវជនយុវតីកម្ពុជាគ្រប់រូបពេលវេលាបានមកដល់ហើយដើម្បីបង្ហាញពីឆន្ទៈមុខមុតនិងក្តីស្រឡាញ់ចំពោះទឹកដីអង្គររបស់យើងត្រៀមខ្លួនឲ្យរួចរាល់ហ្វឹកហាត់ឲ្យស្ទាត់ជំនាញនិងឈរឲ្យត្រង់ខ្លួនក្នុងឯកសណ្ឋានយោធាដ៏មានកិត្តិយសព្រោះកម្ពុជាត្រូវការអ្នកស្មារតីការពារជាតិគឺជាមោទនភាពរបស់យុវជនគ្រប់រូប